តើបងប្អូនតោះថ្ងៃនេះគេល្បីយូរហើយគេថាវាលស្មៅភ្នំដៅពុនយ៉ាងហ្នឹងមានអីគេឃើញតាមវីដេអូឥឡូវមកផ្ទាល់មនុស្សញុកមែនហើយទេសភាពស្អាតមែនកប់តែម្ដង10 លើ 10មកដល់ភ្លាមមានអារម្មណ៍ដូចនៅមណ្ឌលគិរីនៅក្នុងផ្សារមិនទេបើទិដ្ឋភាពស្អាតហ្នឹងណាបងប្អូនរបស់យើងនៅតំបន់បន់ហ្នឹងស្គាល់ថាស្អាតមែនព្រោះខែរដូវវស្សាចេះគឺស្មៅធម្មជាតិរបស់យើងខៀវខ្ចីអញ្ចឹងហ่าបងប្អូនគាត់ហាកាយចុងសប្តាហ៍អញ្ចឹងទៅមនុស្សពិតជាច្រើនមែនមកហាមកាយគឺលំហែកាយមែនកុំឲ្យអបសុកទុកបំល់ពេកធ្វើការមួយអាទិត្យអញ្ចឹងក្នុងសប្តាហ៍បងប្អូនយើងមកលេងវាលស្មៅភ្នំដៅពុនហើយមកដល់មានន័យបងប្អូនសុទ្ធតែអ្នកស្គាល់ហៅទៅនេះទៅនោះបន្តិចអ្នកបន្តិចមកប៉ងពីរប៉ងយើងជ្រាបដែរបងប្អូនយើងមកលេងភ្នំដៅពុនគេហៅវាស្មៅនេះគឺរុះរាយរាក់ទាក់មែនស្វាគមន៍គ្នាណាខ្ញុំរាក់ទាក់គ្នានោះតិចអូមានអារម្មណ៍ទៅកក់ក្ដៅហើយជាមួយទេសភាពបែបធម្មជាតិប្លែកភ្នែកទៀតអូកប់តែម្ដងហើយមិនដឹងថាប្លែកភ្នែកទេបងប្លែកភ្នែកពិសេសនេះមានពងច្រើនប្លែកហើយម៉ូតូតូចជិះពេញអូវាលស្មៅដែរសំខាន់អូនតូចកូនហ្នឹងក្មួយហ្នឹងអូជិះម៉ូតូពេញតែហ្នឹងគេថាគេហើយវិញនិយាយពីគ្រឿងលក់វិញគ្រប់មុខតែម្ដងបងប្អូនអើយអត់ខ្វះទេមានជាអូភ្លៀក្តាមមានរឹតដុកដឿចដៃដីមន់ដុតមន់ពងប្រហុកឆាមខ្ទុយហេះអូគ្រប់មុខបុក7បុកសាំងគួក្តាមប្រហាត់រៀបរាប់មកទេបងប្អូនអើយច្រើនមែនមានមឹកអាំងបគីអាំងខ្យងស្ងោនិយាយទៅគាត់មានអារម្មណ៍ថាឃ្លានទៀតហើយថ្ងៃខ្ញុំនេះជិះម៉ូតូដើរថតកន្លងជុំវិញកន្លែងគាត់ថាកន្លែងក្មេងកំសាន្តកន្លែងបងប្អូនយើងលក់មុខមហូបមុខអីហ្នឹងណាជិះកន្លងជុំវិញឲ្យអស់ឲ្យសពព្រោះមកយូរម្ដងជិះឲ្យគ្រប់សពហ្មងហើយសំខាន់នោះបងប្អូនយើងស្រស់ស្អាតជាពិសេសបងប្អូនហាន់រីស្រស់ស្អាតស្រស់សុភាណាជិះតូតែញឹមមានអារម្មណ៍ថាចង់ជិះរហូតដល់ចង់ឈប់ទេហើយទីតាំងភ្នំដៅពុនយ៉ាងនេះគឺវាស្មៅនេះគឺប្លែកអារម្មណ៍ស្រស់ស្រាយមានដូចជាការអាឡឹកចដែកដីអីហ្នឹងកន្លងជុំវិញហ្នឹងបងប្អូនយើងជិះទៅមានអាឡឹកមានអីអញ្ចឹងណាថ្ងៃខ្ញុំទៅពិសេសទេមានឲ្យបេះអាឡឹកហ្វ្រីទៀតបងប្អូនអាឡឹកប៉ុន្តែខ្ញុំអត់ដឹងយកបាហ៊ានទៅបេះហើយកន្លែងភ្នំគឺស្អាតមែនតើដោយសារភ្នំដៅពុនហ្នឹងជាប់ជាមួយនឹងភ្នំតាម៉ៅជាប់គ្នាតែម្ដងបងប្អូនមើលពីចម្ងាយឃើញស្មើនឹងភ្នំតាម៉ៅក៏ពិតភ្នំដៅពុនភ្នំហ្នឹងមាន2 3ជាប់គ្នាប៉ុន្តែមិនដឹងឈ្មោះអីខ្លះគាត់ដឹងដៅពុនមួយភ្នំម៉ៅមួយអញ្ចឹងណាបងប្អូននេះវាស្មៅកន្លែងគេដើមអាឡឹកដើមដែកដីអីហ្នឹងទៅហើយបងប្អូនខ្លះជិះឡានជិះម៉ូតូជិះអកង់3ជិះ Fast App មានធីមគាត់ធីមអង្គុយមកជុំដាក់អស់រៀងខែឡានហ្នឹងខ្ញុំមើលទៅហើយខាងនេះនាំកូនជិះម៉ូតូបើអស់ម៉ោងទេលុតឈៀវហើយនេះបងប្អូនជួបស្គាល់ហើយដាក់មួយហើយនេះស្រីសាទៅនេះធ្លាប់ជួបគ្នាមុនសួរអារម្មណ៍ប្លែកអានជួបគ្នាថាអាម៉េចហើយនេះកូន1កូន2អស់ហើយហ្នឹងហើយខ្ញុំមិនដឹងនិយាយពីអីទៀតដែរបើឃើញអញ្ចឹងចេះសាយដែរទិដ្ឋភាពនេះពីចម្ងាយអូពពកអាប់រៀងខ្មៅបន្តិចលំហុយមកដូចដូលការីអញ្ចឹងនិយាយទៅប្លែកបងប្អូនយើងដែលធ្លាប់ទៅមានអារម្មណ៍ថាប្លែកហើយស្រស់ស្អាតត្រជាក់ភ្នែកហើយបានឃើញបងប្អូនយើងមកចូលរួមច្រើនអញ្ចឹងគឺសប្បាយជុំគ្នាតែម្ដងហើយបងប្អូននឹងចាក់បត់នេះចាក់បត់នោះมันលឺអារម្មណ៍ប្លែកแบบដូចក្លឹបរាត្រីអញ្ចឹងបងប្អូនខ្លះគាត់ច្រៀងបងប្អូនខ្លះគាត់ចាក់ស្ដាប់បាសលឺពីគេលក់ស្អីហ្នឹងអូព្រោះអាឡានវិលឡានអីហ្នឹងសប្បាយនិយាយពីសប្បាយនោះសប្បាយមិនដឹងនិយាយពីអីទេប៉ុន្តែកន្លែងហ្នឹងភាគច្រើនគឺតែលេងសៅរ៍អាទិត្យទេបងប្អូនដោយសារថ្ងៃសៅរ៍អាទិត្យអញ្ចឹងគាត់អត់ធ្វើការធ្វើអីចឹងងាកឡើងគាត់មកលំហែកាយព្រោះថ្ងៃច័ន្ទគីអីទៅវាអត់សូវមានមនុស្សទេវាគ្រាន់មានមួយចឹងហើយអ្នកលក់ក៏អត់សូវទៅលក់ដែរគាត់មកលក់ថ្ងៃសៅរ៍អាទិត្យទេអញ្ចឹងបងប្អូនចង់ទៅលេងថ្ងៃច័ន្ទថ្ងៃអង្គារពុធបរោះហ្នឹងដាក់គ្រឿងក្លែមគ្រឿងអីខ្លួនឯងទៅមាននិយាយអីខ្លួនឯងទៅហើយបើថ្ងៃសៅរ៍អាទិត្យមិនបាច់ដាក់ក៏បានដែរនៅនោះមានលក់តម្លៃសមរម្យអាចទទួលយកបានហ្នឹងហើយបងប្អូនអរគុណច្រើនសម្រាប់ទស្សនាវីដេអូរបស់ខ្ញុំព្រោះខ្ញុំមកថតបែបសប្បាយលក្ខណៈដើរលេងណាបងប្អូន